Hello bro សុខសប្បាយអត់សុខសប្បាយធម្មតាចូលមកខានធ្វើវីដេអូមករយៈអីណានៃ Facebook រលុប page ចោលឯណាអូចូលមើលសិនចុំអីណានៃទំព័ររបស់អ្នកអង្ត្រូវលុបចោលក្នុងរយៈពេល24ម៉ោងចុយចុំហានេះតាំងថ្ងៃ25ហ្នឹងហាឥឡូវថ្ងៃ30ហើយអត់តឃើញលុបទៀតតចូលមើលសិនមើលបឹបអញថាគ្មានអីក្រៅពីធ្វើ C account Facebook ទេអញច្រឡំ submit password មែនតើណាបោកអ្នកមើលទេហ្នឹងហើយដែលខានបិទទ្វារវាយឆ្កែឥឡូវវាយឆ្កែមួយសិនតោះមកនឹងវាយឆ្កែទៅមើលថាវាបោកយើងមិនខ្លះតោះ let's go អូខេអញ្ចឹងដំបូងឡើយពេលយើងបើក website ហ្នឹងមកគឺវាឲ្យយើងធ្វើការ apply for account review ហើយយើងចុចលើនោះផ្លាច់បាទវានឹងធ្វើការ play វីដេអូមួយចាំខ្ញុំចាក់ឲ្យអ្នកនរគ្នាមើលអូខេ let's go អូយសំទោសអ្នកនរគ្នាដាក់វីដេអូខុសណានេះវីដេអូពិត You'll need to use a laptop or computer. You won't get this information from a mobile phone. Open the Chrome browser on your laptop or desktop and make sure you're logged into your Facebook account. Now go to facebook.com, right-click and select Inspect Element. Then click on this double arrow icon and go to Applications. After that, double-click on Cookies on the left side. ហ្នឹងហើយដាក់វីដេអូ speed up ព្រោះខ្ញុំនៅថាអ្នកនរគ្នាមើលយល់អញ្ចឹងឥឡូវខ្ញុំបញ្ចូលចុះដំបូងហ្នឹងគឺថាបើកនៅក្នុងទូរស័ព្ទហ្នឹងធ្វើអត់ចេញទេតើធ្វើលើកុំព្យូទ័រអញ្ចឹងធ្វើតាមគេទៅហើយម៉ែណា request review សិតអី inspect element ចូលទៅក្នុងជ្រោម dev ចុយអានេះសាហាវអូខេឥឡូវយើងយកជ្រោម dev ធ្វើ C វិញទៅមានអីមិនចឹងអូខេអញ្ចឹងដំបូងគេឲ្យយើងដាក់ C user អញ្ចឹង C user ជា username លេខកូដ ID Facebook យើងតមក XS ហ្នឹងគឺវាជា cookie token សម្រាប់ Facebook account យើងអញ្ចឹងមានន័យថាវាស្មើនឹង password account យើងហីអូខេអញ្ចឹងបន្ទាប់ពីយើងដាក់ទិន្នន័យអស់ហើយយើងចុច continue ទៅវាធ្វើការ submit form បាទធ្វើការ submit ហ្នឹងគឺវាផ្ញើទៅកាន់ submitform.com នេះហើយវាធ្វើការយើងវាយ password តង់ទៀតដោយវាធ្វើការ redirect មករកនេះ website មួយទៀតឥឡូវចាំធ្វើការ report ទាំងពីរអត់អីទេអញ្ចឹងយើងដាក់ password មកពុបហើយយើងចុច submit មកបាទឃើញអត់អញ្ចឹងវា send form ម្ដងទៀតវាថាវា send ម្ដងពីរ send ផ្សេងគ្នាអញ្ចឹងនេះឃើញអត់ឃើញ URL ផ្សេងគ្នាអត់អូខេអញ្ចឹងចុច finish មកវាឲ្យយើងចាំអញ្ចឹងវា redirect មក Facebook វិញវាធ្វើដូចមែនតើអញ្ចឹងណាបាទបន្ទាប់ពីការ analyze យើងចប់សពគ្រប់ហើយយើងធ្វើអាវុធបាញ់វាហ្មងប៊ុងកុំឲ្យក្មេងនេះវាថ្ងៃក្រោយចិត្តតែហ៊ានទៀតហ្នឹងហើយអាវុធរបស់យើងមានអីក្រៅពី Python script ទៀតទេតោះ let's go បាទអញ្ចឹងយើងចូលទៅ chatgpt.com មកហើយយើងធ្វើការឲ្យវាទៅសេ Python script ហើយធ្វើការ send pull request មកកាន់ submit form នេះជាមួយនឹង payload JSON ដល់ឲ្យវាធ្វើការ random ហើយយើងដាក់200 mark request អូខេ let's go ចុច send ផ្លាច់បើថាវាចេញមកបដាអូខេអត់អីទេយើងគ្រាន់តែ copy មកដាក់មកពុបហើយនេះបឹមអូខេអញ្ចឹងខ្ញុំបង្កើត file ថ្មីមកមួយថា whitesky.py អញ្ចឹងយើងនេះបាន script មកយើងដាក់មកនេះអូខេអញ្ចឹង control V ផ្លាច់អូខេ let's go អញ្ចឹងនៅក្នុង comment របស់យើងហ្នឹងយើងបើកមកបើក terminal យើងមកហើយយើងបរិយាធំមកនេះអូខេអ្នកនរគ្នាឃើញអត់បើមិនឃើញទៀតអត់ចប់ហ្នឹងហើយឥឡូវយើងចាប់ផ្ដើមប្រតិបត្តិការរបស់យើងដំបូងឡើយគឺយើងវាយ Python ហើយ script យើងមួយវាយឆ្កែអូខេtab អត់ចេញទេឥឡូវយើងវាយធម្មតាមកអូខេបុបអីយ៉ាស្អីគេនោះហ្នឹងហើយដោយសារខ្ញុំតេស្តក្នុង VM អញ្ចឹងកម្មវិធីខ្លះវាបាត់អញ្ចឹងខ្ញុំអត់អានតម្លើង Python នេះញ៉ៃទេអញ្ចឹងគ្រាន់តែវាយ Python មកនេះបុបអូខេ let's go អត់តើបាទយើងអត់ត install អញ្ចឹងយើងគប់ install នេះ request បុប template បាទយើងបាទឥឡូវគឺថាយើងតម្លើងរួចរាល់ហើយអញ្ចឹងយើងអត់មានអីទៀតទេយើង run script នឹងដដែលមកបុបមើលវាទៅអត់អីយ៉ា error បាត់ហើយបាទស្អីគេនោះហ្នឹងហើយអ្នកនរគ្នាតាមពិត script យើងដើរដោយសារតែវា return អត់មែន return ជា JSON វា return ជា form វិញជា HTML ដល់ពេលអញ្ចឹងវាឃើញ source code នេះឃើញអត់អញ្ចឹងវា return ជា HTML ហ្នឹងហើយអ្នកនរគ្នាអញ្ចឹងយើង script មិញយើង run នៅត្រឹមបន្តិចទេអញ្ចឹងដើម្បីវាបាត់ពីភពគុណហ្មងយើងត្រូវធ្វើការតាក់ទងទៅខាង support netlify នេះអញ្ចឹងយើងដាក់មកនេះ option អីគេ report fraud អញ្ចឹង abuse ចឹងដាក់ឈ្មោះយើងមកហើយតបមក email ហើយនេះជា domain ដែលយើងដាក់នេះអញ្ចឹងចាំតិចទៀតខ្ញុំឲ្យ ChatGPT សរសេរឲ្យអូខេវាក់មកកាន់ email យើងវិញអញ្ចឹងយើងមានអីទេយើងឲ្យសរសេរ email ទៅកាន់ Netlify ហើយប្រាប់ថាឲ្យ report នេះ domain នេះអញ្ចឹងចុច enter ផ្លាច់មកបាទហើយយើងធ្វើការ copy មកនេះយើងដាក់ title នេះមកនេះអូខេអញ្ចឹងយើង copy ដាក់ម្ដុំមកអូខេអញ្ចឹង subject របស់យើងគ្រាន់ copy មកនេះcopy ហើយចូល Netlify ហើយយើងដាក់ធ្វើការដាក់ subject នេះមកហើយ what can help you យើងដាក់នេះ hello មកពុបមកនេះអូខេអញ្ចឹងដាក់ domain យើងកុំភ្លេចដាក់កន្លែង domain នេះ site នេះ
ចឹងយើង copy domain មកនេះចឹងហើយធ្វើការវាយ email ហើយនឹងឈ្មោះចឹងខ្ញុំធ្វើការ submit សិនអូខេឥឡូវខ្ញុំធ្វើការ submit បានសម្រេចហើយអញ្ចឹងសង្ឃឹមថា24ម៉ោងទៀតគេនឹងធ្វើការអាន email របស់យើងធ្វើការមើលអា support របស់យើងអញ្ចឹងគេនឹងធ្វើការលុបបបផ្សាយនឹងចោលហើយអញ្ចឹងយើងនៅរវេមួយទៀតអូខេហ្នឹងហើយអ្នកនរគ្នាមិនមែនរវេគឺ real way ហ្នឹងហើយអញ្ចឹងដោយសារតែ real way ហ្នឹងវាអត់មានកន្លែង submit ទេយើងធ្វើការ email ទៅ direct ទៅកាន់គេហ្មងហ្នឹងហើយអញ្ចឹងយើងត្រូវផ្ញើ email ទៅកាន់ real way មួយទៀតនេះចឹងយើងឲ្យវា ChatGPT ធ្វើមកអូខេអញ្ចឹង email យើងអត់មានអីទេមានតែប៉ុណ្្នឹងហើយយើងធ្វើការចុច share ទៅអូខេមានតែប៉ុណ្្នឹងវីដេអូថ្ងៃនេះអូខេបាយបាយអូខេមិនតន់ទៅណាមិញដាក់ URL ខុសចឹងដាក់ URL ត្រឹមត្រូវមកនេះអញ្ចឹងគឺ URL វាគឺ real way នេះអូខេអញ្ចឹងយើងប្រាប់គេថាអាហ្នឹង URL ខុសអញ្ចឹងណាចឹងតែពិតវាអានេះវា two step with redirect មកនេះអញ្ចឹងអត់មានអីទេយើងគ្រាន់ចុច send ទៅអូខេបាយ